បាទគ្រប់សួស្តីដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកណែនាំពីមុខម្ហូបថ្មីដល់ប្លែកដល់ចម្លែកប្លែកភ្នែកអារម្មណ៍បងប្អូនទស្សនាទៀតហើយគឺជ្រូកខ្វៃបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាពិតជាយល់ដឹងពីជ្រូកខ្វៃហើយមែនទេជ្រូកខ្វៃរបស់យើងឃើញនៅស្រុកយើងប្រទេសយើងគេខ្វៃរបៀបជ្រូកលាតណាបងប្អូនគ្នាតែនៅប្រទេសគេវិញគឺគេខ្វៃខុសពីយើងតែម្ដងការខ្វៃរបស់គេគឺខ្វៃរបៀបជ្រូកមូលតែម្ដងគឺថាកម្ៅលុញតែម្ដងណាបងប្អូនពិតជាចង់ដឹងថាមូលហេតុអីបើគេខ្វៃអញ្ចឹងតើវាឆ្អិនរបៀបមិនដែរហ្នឹងហើយបងប្អូនអរគ្នាការខ្វៃរបស់គេហ្នឹងគឺខុសប្លែកពីយើងដោយសារគេខ្វៃរបៀបកម្ៅអញ្ចឹងជ្រូកមូលអញ្ចឹងខាងក្នុងនេះគេត្រូវតែដាក់គ្រឿងមួយគ្រឿងផ្សំរបស់គេគ្រឿងឈ្ងុយស្លឹកឈើនិងប្រភេទទឹកស៊ុបហើយគេនឹងដេពោះបចិត្តអត់ឲ្យទឹកស៊ុបនឹងគឺស្រក់ចេញទេអញ្ចឹងហើយគឺខាងក្នុងគឺវាឆ្អិនខាងក្រៅគឺឆ្អិនពេលវាឆ្អិនពីខាងក្រៅដល់ក្នុងហើយពេលហ្នឹងទឹកស៊ុបខាងក្នុងពោះហ្នឹងគឺវាចាប់ដើមវាកម្ដៅវាក្ដៅម្ដងបន្តិចគឺវាឆ្អិនពីក្នុងមកក្រៅពីក្រៅទៅក្នុងអញ្ចឹងបងប្អូនអរគ្នាយើងអាចអភិវឌ្ឍផ្ទាល់នៅផ្ទះបានបងប្អូនគ្នាកូនជ្រូកលក្ខណៈគ្រួសារអីយើងសាក់មើលបងប្អូនអត់ខំម្ដងទេហើយណាមួយមើលទៅវាគួរឲ្យឆ្ងាញ់មែនតើជ្រូកខ្វៃនឹងបងប្អូនពោះនៅកន្លែងគាត់គឺជ្រូកខ្វៃរបស់គាត់លក់ដាច់ខ្លាំងមែនតើនៅកន្លែងគាត់នៅប្រទេសវៀតណាមទេណាបងប្អូនអាហ្នឹងមិនមែននៅប្រទេសខ្មែរយើងទេឥឡូវគាត់ចាប់ដើមកាប់ឲ្យយើងមើលហើយនេះបឹបតែរសជាតិវារបៀបមិនដែរហើយសាច់វាឆ្អិនរបៀបមិនដែរហើយក្នុងពោះវាហ្នឹងបងប្អូនពិតចង់ដឹងថាក្តៅខ្លះហ្នឹងហើយចាំមើលអរគ្នាបងប្អូនអរគ្នាពោះរបស់គេហ្នឹងមិញគេបានបង្ហូរទឹកស៊ុបចេញហើយតែសល់តែស្លឹកឈើហើយបងប្អូនកុំគាត់ថាស្លឹកឈើពេលណាដាក់ក៏បានដែរអត់ទេបងប្អូនអត់ចឹងទេដោយសារតែស្លឹកឈើរបស់គេគឺស្លឹកឈើដែលឈ្ងុយហើយដែលឆ្ងាញ់ហើយក្លិនហើយឈ្ងុយទៀតពេលដាក់ក្នុងហ្នឹងក្លិនហើយទឹកស៊ុបវាចូលគ្នាវាជាតិចាប់ជាតិជាមួយសាច់ទៀតគឺឆ្ងាញ់មែនទែនបងប្អូនឆ្ងាញ់ជាងជ្រូកខ្វៃយើងទៀតខ្ញុំហ៊ានធានាបងប្អូនតើបងប្អូនមិនជឿយើងសាកមើលបានបងប្អូនដូចយើងខ្វៃរៀនខ្វៃចឹងបងប្អូននៅផ្ទះអញ្ចឹងយើងដាក់ទឹកស៊ុបអញ្ចឹងទៅស្ដាក់ស្លឹកងប់ឬមួយស្លឹកអីយើងតាមចំណង់ចំណូលចិត្តដែលយើងចង់បានដែលឈ្ងុយដែលឆ្ងាញ់ដែលក្លិនណាចង់បានក្លិនមិនចង់បានក្លិនមិនដាក់ទៅបងប្អូននេះអត់ខំម្ដងទេឥឡូវយើងមកសម្រាយពីសាច់វិញម្ដងនេះបងប្អូនអ្នកគ្នាឃើញទេសាច់របស់គេគឺឈ្ងុយហើយឆ្ងាញ់អាកន្លែងគាត់ហ្នឹងគឺគាត់លក់អត់ទាន់ទេបងប្អូនគឺដាច់ខ្លាំងមែនតើព្រោះកន្លែងដែលគាត់យកមកមិញហ្នឹងគឺកន្លែងគាត់បោះដុំឧទាហរណ៍បើយើងចង់បានជ្រូកមួយយើងទេទៅកំងគាត់ថាយើងចង់បានជ្រូកមួយតែគាត់នឹងខ្វៃយើងហើយពេលហ្នឹងយើងដុបយកមកលក់មកខ្លួនឯងមកនេះឥឡូវគេដុបយកមកលក់លក្ខណៈទ្រង់ទ្រាយទូចបងប្អូនគ្នាគេលក់នៅតាមដូចជាផ្សារតាមជនបទយើងចាវាមិនមែនដូចជាប្រភេទទីក្រុងទេបងប្អូននេះគាត់จะបងកាប់ដាក់អញ្ចឹងហើយបងប្អូនតែបើចំពោះខ្ញុំវិញបងប្អូនអ្នកគ្នាបើជ្រូកខ្វៃមកចេញមកវាកាប់ដុំទូចអញ្ចឹងខ្ញុំបើតាមចិត្តខ្ញុំវិញក្នុងចិត្តខ្ញុំមកហ្មងបងប្អូនខ្ញុំអត់កាប់ទេបើសិនជាកាប់មកជាហៀងវែងខ្ញុំមកកាប់ទៀតទេដោយសារអីខ្ញុំស្លាញ់ស្បែកជ្រូកសាច់ជ្រូកខ្វៃគឺសាច់ឆ្ងាញ់ស្បែកហ្មងបងប្អូនខ្លះប្រកាសជាយល់ដឹងខាងហ្នឹងហើយបងប្អូនខាងស្បែកឆ្ងាញ់ណាស្រួយខ្ញោកខំក្របហ្មងជ្រុះចិត្តអែមលើយើងចាប់ដើមមើលទៀតបងប្អូនអរគ្នាឥឡូវគេកំងមួយថងនឹងដឹងប៉ុន្មានគីឡូទេបងប្អូនអរគ្នាដឹងប៉ុន្មានគីឡូទេបងប្អូនអរគ្នាមួយថងហ្នឹងប្រហែលចូល3គីឡូ3គីឡូក៏2គីឡូខ្លះដែរបងប្អូនចង់មកខាងជ្រូកក៏បងប្អូនអរគ្នានេះអ្នកលក់ចាប់ដើមកាប់កលាក់ដៃកលាក់ជើងថ្មិញក្បាលអីនេះកំបិតមុតណាកំបិតហ្នឹងបងប្អូនអរគ្នាកំបិតនេះជាកំបិតដំបើកំបិតដំគឺមុតខ្លាំងមែនតើ អ
បើយើងប្រើនេះរកស៊ីលក់ដូរគឺគេប្រើកបិតដំដោយសារប្រើកបិតដំវាមុតបានយូរវែងហើយសលៀងឆាប់មុតទៀតបើយើងទិញកបិតស្មោស្រាប់អត់ទេបងប្អូនគ្នាមុតបានតែមួយថ្ងៃមុនដំបូងការបានតែមួយថ្ងៃមុនដំបូងឡើងដល់2ថ្ងៃកាប់លេងមុតទេតែកបិតដំរបស់គេឆ្អឹងមកគេកាប់បាក់ហើយមុខវាអត់អីដែរមុខវាមុខកបិតណាបើសិនជាកបិតយើងទិញមកពីផ្សារធម្មតាអីសាក់កាត់ឆ្អឹងមកអីមើលមុខលវៀតកញ្ជិងកញ្ឆុញចុយបងប្អូនគ្នាតែឥឡូវយើងចាប់ដើមសម្រាយពីសាច់ជ្រូកទៀតបងប្អូនជ្រូកខ្វៃដល់អស្ចារ្យឥឡូវមកថងនេះគឺគ្រប់ហើយគេចាប់ដើមដាក់ទឹកជ្រលក់ហើយកញ្ចង់មកថងមកថងនេះបងប្អូនទាយមើលប្រហែលគីឡូបើខ្ញុំតាំងខ្ញុំទាយហើយហ្នឹងក៏មិន2គីឡូកន្លះក៏3គីឡូដែរបងប្អូនគ្នាពីចិត្តអស់មួយខាងជ្រូកដែរហ្នឹងហើយមិញក្បាលមួយអីចូលខ្លួនមិនតិចដែរបងប្អូននេះឃើញទេបងប្អូនគ្នាមកថងអ្នកកំងគឺអញ្ចឹងចូលចិត្តដូចខ្ញុំដែរបងប្អូនបើយើងនៅតាមគ្រួសារយើងធ្វើបានបងប្អូនគ្នាធ្វើត្រង់ទីទូចែកចូលបងប្អូនអ្នកគ្នាទស្សនាអញ្ចឹងបងប្អូនហូបទាំងអស់គ្នាមកតាណាវិញឆ្ងាយកូនជោគយើងជិះទៅផ្ទះបងប្អូនទិញមួយមកសាក់ខ្វៃខ្លួនឯងហូបលក្ខណៈគ្រួសារហ្នឹងហើយបងប្អូនអ្នកគ្នាវីដេអូនេះសូមជួយចុច like page បងអ្នកមួយផងហើយជួយ share វីដេអូនេះផងបើមានអ្វីៗដែលផ្នែកដែលបងអូនផុសចេះជួយបងប្អូនទស្សនាទៀតបើចង់ដឹងពីម្ហូបនេះពីម្ហូបនោះពីគេធ្វើនេះធ្វើនោះបងប្អូនអាចចូល comment ក្រោមវីដេអូបងប្អូនបានហើយចូលថាចង់ធ្វើពីម្ហូបនេះចង់ធ្វើពីម្ហូបនោះហ្នឹងហើយបងអូននឹងដឹកវីដេអូនឹងយកមកសម្រាប់ចេះជួយបងប្អូនទស្សនាទាំងអស់គ្នាឲ្យយល់ដឹងពីមុខម្ហូបនីមួយៗការធ្វើនីមួយៗចេះជួយបងប្អូនទាំងអស់គ្នាឥឡូវគេចាប់ដើមកាប់មួយថងទៅដែរបងប្អូនទាំងអស់គ្នានេះកន្លែងគាត់ពិតជាមានអនាម័យមែនទែននេះ1គីឡូហ្នឹងហើយវីដេអូបងប្អូនមានតែប៉ុណ្្នឹងទេបើខាសម្រាប់ខុសឆ្គងយ៉ាងម៉េចអីសូមខន្តីអភ័យទោសពីបងប្អូនផងសូមអរគុណ